សួស្តីអ្នកនរគ្នានេះគឺជាមេរៀនថ្នាក់មូលដ្ឋានគ្រឹះតាក់ទងជាមួយនឹង market structure អញ្ចឹងអ្នកនរគ្នាត្រូវតែរៀន market structure នេះមុននឹងឈានទៅដល់supply និង demand ផ្សេងទៀតអញ្ចឹងmarket structure យើងបែងចែកវាជា3វាមាន uptrend sideways និង bearish trend បានន័យថាទីផ្សារវាមាន3លក្ខខណ្ឌហ្នឹងគឺយើងពេលណាយើងត្រូវគួរ buy ពេលណាយើងគួរ sell ដែលវាសុវត្ថិភាពអញ្ចឹងយើងមកមើលទីផ្សារ uptrend ជាមុនអញ្ចឹង uptrend យើងសម្គាល់វាមិន uptrend យើងសម្គាល់ពីរតម្លៃទី1វាមាន low ហើយនិង high អញ្ចឹងបើសិននេះខ្ញុំដាក់អក្សរ low ខ្ញុំសេសកាត់ហើយអានេះ high អញ្ចឹងអ្នកនរគ្នាសម្គាល់មើលពីរតម្លៃហ្នឹងមកទី1មានlow ទី2មាន high អញ្ចឹងបើសិនជាករណីទីផ្សារវា retestment មកវាអត់បែក low បើសិនជាវាអត់បែក low ហើយវាទៅបំបែក high នេះបានន័យ breakout structure បានន័យបំបែក high នេះវាបង្កើតជាគេវាបង្កើតជា high ឥឡូវខ្ញុំវាយ high បានន័យថាទីផ្សារវាបង្កើត high អញ្ចឹងទីផ្សារហ្នឹងគឺជា uptrend អញ្ចឹងអានេះយើងហៅគេអានេះយើងហៅ low ហើយអញ្ចឹងខ្ញុំចាក់ដងទៀតតកតងជាមួយទីផ្សារ uptrend គឺយើងសម្គាល់មាន4តម្លៃទី1 low ទី2 high ទី3 low ហើយទី4 high បានន័យថាទីផ្សារវាអត់ប្របែក low វានឹងទៅប្របែក high អញ្ចឹងទីផ្សារនៅពេលនេះអា range ដែលវាឡើងនេះវា continuation នេះបន្ទាប់ពីវា retestment មកវាអត់បែក low ទៀតវាទៅប្របែក high នេះទៀតបានន័យវាបង្កើត high ថ្មីអញ្ចឹងទីផ្សារហ្នឹងនៅតែ uptrend ដដែលអូខេតោះអ្នកនរគ្នាអញ្ចឹងអានេះយើងហៅគេយើងហៅវាជា low high low អាហ្នឹងគឺជាលក្ខខណ្ឌទីផ្សារ uptrend អញ្ចឹងសម្រាប់ទីផ្សារ sideways ទីផ្សារ sideways យើងសម្គាល់វាមិនទី1វាមានអីគេទី1វាមាន low ទី2វាមាន high អញ្ចឹងទីផ្សារនេះខ្ញុំវាយបន្ទាត់វាយប្រអប់មកទីផ្សារនេះគឺវាអត់បំបែក low high ហ្នឹងទេគឺវានៅក្នុង range ហ្នឹងនៅក្នុង range sideways ហ្នឹងអញ្ចឹងហើយលក្ខខណ្ឌទីផ្សារបែប sideways នេះខ្ញុំអត់ recommend ឲ្យគ្នាយើង trade ទេព្រោះអីវាគ្រោះថ្នាក់សំបីតែ strategy អីក៏ប្រើអត់ត្រូវដែរ sideways ហ្នឹងគឺពិបាក trade ណាអញ្ចឹងខ្ញុំ recommend នៅពេលដែលសារវា clear ហើយសិនបានន័យថាវាbullish ឲ្យចំ bullish bearish ចំ bearish ចាំយើង trade បើសិន sideways យើងកុំទិញលក់ឲ្យសោះអញ្ចឹងលក្ខខណ្ឌទី3លក្ខខណ្ឌសារ bearish trend អញ្ចឹង bearish យើងសម្គាល់វាមិនទី1វាមានអីគេវាមាន high ទី1វាមាន high ទី2វាមាន low អញ្ចឹងយើងសម្រាប់មើលវាមាន high មាន low អញ្ចឹងនៅពេលដែលសារ retracement ឡើងនេះបើសិនជាវាអត់ប្របែក high នេះបានន័យថាវាអត់ clear high ដូចuptrend នេះទេវាអត់ clear high បន្ទាប់មកវាធ្វើអីគេវា clear low នេះបានន័យថាវា break out structure បានន័យវាបែក low អញ្ចឹងអានេះវាបង្កើតបានជាគេជា low below ហើយបន្ទាប់មកអានេះគេបង្កើតជា high low បានន័យថាទីផ្សារវាអត់ទៅបំបែក high នេះទេវាធ្វើជា high low អញ្ចឹងlow và highច្រឡំ high low và high sorry គ្នាយើងអាហ្នឹងបង្កើតជា low và high ហើយបន្ទាប់មកអានេះជា low អញ្ចឹងទីផ្សារនៅពេលដែលវា retestment មកវាអត់បំបែក low và high នេះទេបានន័យថាវាអត់ break structure low và high នេះទេបន្ទាប់មកវាទៅបំបែក low អញ្ចឹងអាហ្នឹងគឺជានៅតែ down trend ឡើយបានន័យថាលក្ខខណ្ឌហ្នឹងទីផ្សារនៅតែ down trend ទេអញ្ចឹងអានេះគឺជាទីហោខ្លះនៅក្នុងយើងនឹងទៅមើលទីផ្សារជាក់ស្ដែងរបស់គ្នាថាវាមានរូបរាងបែបម៉េច